ដូច្នេះហើយនៅក្នុងឱកាសនេះដែរខ្ញុំសូមផ្ដាំផ្ញើឬក៏ជាការរំលឹកទៅដល់បងប្អូននៅចំណុច3សំខាន់មុននឹងខ្ញុំបញ្ចប់ក៏ដូចជាយើងបដិញ្ញារួមគ្នានៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងព័ត៌មានคล้ายៗទី1គឺត្រូវធ្វើជាពលរដ្ឋល្អនិងអនុវត្តគោលការណ៍របស់ក្រសួងព័ត៌មានថ្មីនេះគេហៅថា3កុំ1ការពារចឹង3កុំ1ការពារកន្លែងនេះគឺចង់មានន័យថាទី1កុំគឺកុំឆាប់ជឿពេកកុំឆាប់ជឿនៅព័ត៌មានដែលត្រូវបានផ្សព្វផ្សាយភ្លាមអត់មានប្រភពអីច្បាស់លាស់មើលទៅអត់តំណងកុំឆាប់ជឿពេកទី2កុំទី2គឺកុំឆាប់ចែករំលែកឬក៏ share ពេកព្រោះ share ហ្នឹងវាស្រួលហ្នឹងមែនទេគ្រាន់តែឃើញចុចទៅវាទៅហើយប៉ុន្តែយើងត្រូវដឹងថានៅពេលដែលយើងចុច share ហ្នឹងបើយើង share រឿងល្អវាល្អប៉ុន្តែបើយើងរឿងអាក្រក់វាយ៉ាងម៉េចវិញបាទវាទៅជាយើងនេះវាអាចបដិសេរីយើងសោកស្ដាយដូច្នេះកុំឆាប់ share ពេកហើយកុំមួយទៀតកុំចេះតែចុចផ្ដេសផ្ដាស់អត់តែឃើញ link ផ្ញើមកគឺចុចពឹបបាទព្រោះម្នាក់ខ្លះក៏គាត់តំណេក៏អត់ដឹងថានេះទេគាត់ឃើញគាត់រវល់ជាមួយនឹងទូរស័ព្ទរបស់គាត់ចុចផ្ដេសផ្ដាស់អត់មានការប្រុងប្រយ័ត្នហើយមួយការពារគឺការពារខ្លួនយើងអំពីការចាញ់បោកព័ត៌មានคล้ายៗទាំងអស់នេះដើម្បីសុវត្ថិភាពខ្លួនយើងដើម្បីសុវត្ថិភាពសង្គមជាតិយើងនិងដើម្បីជាពិសេសគឺគ្រួសាររបស់យើងនេះឯងហើយនិងអនាគតរបស់យើងនេះឯងអានេះគឺជាការផ្ដាំផ្ញើចំណុចទី1ចំណុចទី2បងប្អូនជាវ័យមួយដែលស្ថិតនៅក្នុងវ័យដែលក្រេបចិញ្ចក់ចំណេះវិជ្ជាហើយវ័យនេះឯងគឺខ្ញុំសូមផ្ដាំថាសូមបងប្អូនពង្រឹងសមត្ថភាពភាសាអីគេជាពិសេសគឺភាសាខ្លួនឯងគឺត្រូវពង្រឹងប៉ុន្តែភាសាមួយទៀតភាសាបរទេសភាសាអង់គ្លេសជាបច្ចេកទេសនៃការទំនាក់ទំនងដ៏ល្អបំផុតដែលយើងទាំងអស់គ្នាត្រូវតែរៀនឲ្យចេះព្រោះយើងនៅក្នុងទឹកដីសៀមរាបនេះទីទឹកដីទេសចរអញ្ចឹងនៅពេលដែលភាសាយើងខ្លាំងអញ្ចឹងយើងអាចធ្វើការទំនាក់ទំនងមកល្អប្រសើរហើយយើងអាចយកភាសានេះដើម្បីទៅធ្វើជា content ផ្សព្វផ្សាយអំពីអ្វីដែលជារឿងវិជ្ជមានល្អពីប្រទេសជាតិរបស់យើងអានេះយើងជឿពង្រឹងភាសាហើយនឹងបច្ចេកទេសហើយចំណុចទី3នេះជាចំណុចមួយដែលថ្មីប៉ុន្តែវាមានសារៈសំខាន់យើងត្រូវធ្វើជាបើនិយាយភាសាសាមញ្ញថាយើងធ្វើជា agent ធ្វើជាភ្នាក់ងារមួយដែលយើងផ្សព្វផ្សាយរឿងល្អពីកម្ពុជាទោះបីជាយើងមិនមែនជាម្ចាស់ឬក៏មិនមែនជាតំណាងមកពីប្រព័ន្ធផ្សព្វផ្សាយណាក៏ដោយប៉ុន្តែបងប្អូនមាន Facebook មាន TikTok អញ្ចឹងបងប្អូនមានភារកិច្ចនៅក្នុងការដើរតួនាទីជាភ្នាក់ងារផ្សព្វផ្សាយរឿងល្អរបស់កម្ពុជាដើម្បីពិភពលោកបានដឹងអញ្ចឹងហើយបានជាពូបានលើកឡើងពីដំបូងថាត្រូវបង្រឹងអាលឹកសមត្ថភាពភាសាសមត្ថភាពចំណេះដឹងទូទៅសមត្ថភាព digital អីទាំងអស់ហ្នឹងគឺយើងត្រូវពង្រឹងពីព្រោះបាទនៅអនាគតគឺប្រទេសជាតិរបស់យើងគឺត្រូវការបងប្អូនទាំងអស់គ្នានេះហើយបើសិនជាយើងមិនដើរទាន់សម័យកាលឬតម្រូវការរបស់ជាតិទេគឺយើងមិនអាចធ្វើការប្រកួតប្រជែងជាមួយនឹងភាពជឿនលឿននៅពេលខាងមុខនេះបានទេអានេះគឺជាការផ្ដាំផ្ញើចុងក្រោយរបស់ពូទៅដល់បងប្អូនក្មួយអញ្ចឹងជាចុងក្រោយពូសូមឲ្យក្មួយបងប្អូនទាំងអស់យើងបដិញ្ញារួមគ្នាជាមួយនឹងពាក្យស្លោក3បានទេហើយស្រែកឲ្យខ្លាំងបន្តិចណាអូខេទី1បដិញ្ញានិយាយថាទេចំពោះព័ត៌មានคล้ายយើងបដិញ្ញាប្រកាន់ខ្ជាប់នៅគោលការណ៍3កុំ1ការពារដើម្បីកម្ពុជាគ្មានព័ត៌មានคล้ายយើងរួមគ្នាចែករំលែកព័ត៌មានពិតដើម្បីសុវត្ថិភាពព័ត៌មានសុវត្ថិភាពគ្រួសារនិងសង្គមជាតិយើងសូមអរគុណ